ខេត្តកំពតសូមគោរពស្នើសុំឯកឧត្តមម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតសូមជួយមើលលោកនូច័ន្ទដាអភិបាលស្រុកបន្ទាយមាសនិងលោកអ្នកឌឹមអធិការនគរបាលស្រុកបន្ទាយមាសផងថាតើហេតុអ្វីបានជាមិនបង្ក្រាបលបែងខុសច្បាប់ស្ទើរពីពេញភូមិក្នុងមូលដ្ឋានស្រុកបន្ទាយមាសខេត្តកំពតនៅថ្ងៃទី27ខែមិថុនាឆ្នាំ2026 1. ឃុំបន្ទាយមាសខាងកើត 2. ឃុំបន្ទាយមាសខាងលិច 3. ថ្នោតចុងស្រង់មានផ្ទះឈ្មោះប៉ូយឌីប្អូនខិលប្អូនច័ន្ទតារាងបាល់ពូថូនឡាយកំហាក់ចិត្តសាលាឃុំបន្ទាយមាសខាងកើតនិងប៉ុស្តិ៍រដ្ឋបាលនគរបាលបន្ទាយមាសខាងកើតបើកលេងយ៉ាងអនាធិបតេយ្យគ្មានការបង្ក្រាបមានទាំងនាយប៉ុស្តិ៍នគរបាលបន្ទាយមាសខាងកើតបានយកម៉ូតូទៅចតនៅផ្ទះបងធូនភូមិព្រៃបន្ទាំឃុំបន្ទាយមាសខាងកើតស្រុកបន្ទាយមាសខេត្តកំពតខណៈម្ចាស់ផ្ទះថាលោកមេប៉ុស្តិ៍ទើបចេញមកពីល្បាតដែលកុំព្យូទ័រកំពុងបើកមន់ជុលនៅឡើយសូមឯកឧត្តមអភិសន្តិបណ្ឌិតសសុខាអបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាដាក់វិន័យដល់លោកមេប៉ុស្តិ៍ខាងលើនេះឲ្យធ្ងន់ធ្ងរផងទៀតខណៈដែលយកម៉ូតូទៅចតនៅកន្លែងលេងមន់អនឡាញខុសច្បាប់ពេលឃើញអ្នកកសែតប្រឹងរត់ទៅក្រោយផ្ទះប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតប្រហែលជាលោកបានជ្រាបហើយពីព្រោះលបែងនៅក្នុងខេត្តកំពតនេះលេងយូរឆ្នាំហើយពួកគាត់សង្ឃឹមថាឯកឧត្តមម៉ៅធនិននឹងមានវិធានការចំពោះមេលបែងស៊ីសងទាំងនេះតើឲ្យប្រជាពលរដ្ឋសង្ឃឹមអ្វីទៀតបើលបែងស៊ីសងរីកដុះដាលដោយផ្សិតពេញមូលដ្ឋានទៅហើយនោះបាទសូមជម្រាបសួរបងប្អូនជនរួមជាតិជាទីស្នេហាបាទនេះគឺជាការលេងលបែងស៊ីសងខុសច្បាប់គេហៅថាឡូតូបាទនេះបើកតាមកញ្ចក់កុំព្យូទ័រលេងយ៉ាងសប្បាយបាទនៅក្នុងភូមិពេជ្ជនីឃុំបន្ទាយមាសខាងកើតស្រុកបន្ទាយមាសខេត្តកំពតបាទសូមឲ្យអាជ្ញាធរមេត្តាពិនិត្យមើលផងបាទសូមជម្រាបសួរដល់បងប្អូនជនរួមជាតិជាទីស្នេហាបាទខ្ញុំអ្នកសារព័ត៌មានបានចុះមកដល់ភូមិពេជ្ជនីបាទឥឡូវនេះឃើញបងប្អូនគាត់លេងសប្បាយណាស់មានទាំងបៀផងមានទាំងអាស្អីគេលបែងតាមកញ្ចក់ទូទាស់បាទសួរថាតើអ្នកណាឲ្យច្បាប់ទម្លាប់បាទអាជ្ញាប័ណ្ណគេបិទចោលអស់ហើយបាទគ្មានអ្នកណាគេឲ្យច្បាប់ទម្លាប់ទេបាទហេតុអីបានបងប្អូនចូលចិត្តលេងម្លេះអ្វីដែលខុសច្បាប់នេះបាទសូមឲ្យអាជ្ញាធរមេត្តាពិនិត្យមើលផងបាទហេតុអីបានជាបណ្ឌិតបណ្ដោយឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់បាទរដ្ឋាភិបាលបានធ្វើការបិទកុំឲ្យមានការល្បែងស៊ីសងខុសច្បាប់ហើយបែរជាអស់លោកអធិការបន្ទាយមាសនេះបណ្ឌិតបណ្ដោយបាទបើតាមដឹងនេះមិនមែនត្រឹមអធិការទេបាទដល់អស់លោកខាងលើហ្នឹងជួយមើលផងណាបាទនេះអូជំនាញល្អណាស់នេះមិនអនឡាញជំនាញល្អណាស់មានយាយមានតាសប្បាយអានេះពេលអ្នកសារពូមានមកគាត់នឹកអ្នកបាត់ហើយចាក់ជើងគ្នារត់បាទមានយាយមានតាអូបាទហើយតែបានជាលបែងពេញនិយមម្លេះនោះរបស់ដែលគេហាមឃាត់បាទនេះគឺគេហាមឃាត់រដ្ឋាភិបាលកំពុងហាមឃាត់ពាក់ព័ន្ធនឹងលបែងស៊ីសងខុសច្បាប់នេះបែរជាពួកគាត់លេងអត់មានក្រែងនៅច្បាប់ទម្លាប់អីមិនតិចទេបាទនេះយើងមកដល់សាលាឃុំហើយកន្លែងដែលលេងមន់មិញនេះมันឆ្ងាយពីសាលាឃុំបន្ទាយមាសខាងកើតទេបាទនេះសាលាឃុំហើយទៅមុខតិចទៀតមានប៉ុស្តិ៍បាទនេះរដ្ឋបាលប៉ុស្តិ៍បាទរដ្ឋបាលប៉ុស្តិ៍បន្ទាយមាសខាងកើតបាទកាមេរ៉ាមែននេះទាញស៊ូមយកអានេះបាទនឹងរដ្ឋបាលប៉ុស្តិ៍លេខទូរស័ព្ទគាត់អញ្ចឹងតិចទៀតយើងនឹងធ្វើការទៅដល់កន្លែងដែលលេងមន់អនឡាញនៅมันឆ្ងាយពីគ្នាទេទល់មុខប្រឆិតមិនតិចបាទចុចបាទប៉ុស្តិ៍មិញទេគាត់មកពីនោះល្បាតទៅណាមកពីល្បាតហ៎បាទចុះបាទសូមជម្រាបសួរដល់បងប្អូនជនរួមជាតិជាទីស្នេហាបាទខ្ញុំបានចុះមកដល់ភូមិគោកវែងឃុំថ្នោតចុងស្រល់ស្រុកបន្ទាយមាសខេត្តកំពតដល់នេះគឺជាសកម្មភាពការលេងមន់អនឡាញបាទសប្បាយមើលទៅហ្នឹងហើយអ្វីដែលគេហាមឃាត់គឺបងប្អូនចូលចិត្តណាអត់ដឹងថាល្បែងនេះវាជាអំពើខុសច្បាប់ទេបាទមែនជួយញ៉ាំយានដ្ឋានរដ្ឋាមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកភូមិអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242